ប្រវត្តិប្រាសាទកោះកេរប្រាសាទកោះកេរស្ថិតនៅភូមិស្រយងឃុំកូលែនស្រុកកូលែនខេត្តព្រះវិហារវាជារមណីយដ្ឋានបុរាណដ៏អស្ចារ្យដែលអង្គការ UNESCO បានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ2023 គ្រិស្តសករាជកោះកេរត្រូវបានសាងសង់ឡើងនៅសម័យព្រះបាទជីវរ្ម័នទី 4 ព្រះអង្គបានឡើងរាជ្យក្នុងឆ្នាំ928 គ្រិស្តសករាជហើយផ្លាស់ទីរាជធានីពីអង្គរទៅកោះកេរនៅទីនេះព្រះអង្គបានកសាងរាជធានីអស់រយៈពេល16ឆ្នាំរហូតដល់ឆ្នាំ944 គ្រិស្តសករាជសំណង់ល្បីបំផុតគឺប្រាសាទធំឬប្រាសាទថោមដែលមានទម្រង់ពីរ៉ាមីត7ជាន់កម្ពស់ប្រមាណ36ម៉ែត្រក្រៅពីនេះនៅជុំវិញកោះកេរមានប្រាសាទជាង100កន្លែងដែលបង្ហាញពីស្ថាបត្យកម្មខ្មែរដ៏ពិសេសមិនដូចអង្គរទេនៅទីនេះក៏មានសិលាចារឹកសំខាន់មួយខ235ដែលកត់ត្រាព្រះបាទជីវរ្ម័នទី 4 និងកិច្ចការរាជការបញ្ជាក់យ៉ាងច្បាស់ថាកោះកេរជារដ្ឋធានីពិតប្រាកដសង្ខេបប្រាសាទកោះកេរមិនត្រឹមតែជាសំណង់បុរាណទេប៉ុន្តែជាកន្លែងដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រខ្មែរថ្ងៃនេះវាក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដែលអ្នកគ្រប់គ្នាគួរទៅទស្សនាសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញៀន Line Shopping ទីតាំងបូរីពិភពថ្មីឈូកវ៉ាមួយផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353